ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នាក្នុងគ្រប់ទាំងសេចក្តីវេទនាប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តនេះឯទៀតក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរគឺដោយសារសេចក្តីខ្សាន្តនោះឯងដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយត្បិតដូចជាសេចក្តីទុក្ខលំបាករបស់ព្រះគ្រីស្ទបានចម្រើនឡើងដល់យើងរាល់គ្នាយ៉ាងណានោះសេចក្តីខ្សាន្តចិត្តនៃយើងរាល់គ្នាក៏ចម្រើនដោយសារព្រះគ្រីស្ទបែបដូច្នោះដែរដូច្នេះបើសិនជាយើងខ្ញុំកើតមានសេចក្តីវេទនានោះគឺសម្រាប់ជាសេចក្តីកំសាន្តចិត្តនិងសេចក្តីសង្គ្រោះដល់អ្នករាល់គ្នាជាសេចក្តីដែលបានកើតមកដោយការទ្រាំទ្រនិងសេចក្តីទុក្ខលំបាកដដែលដែលយើងខ្ញុំក៏រងទុក្ខដែរហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាមុំមួនផងចូលប្រយ័ត្នកុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្សឲ្យតែគេឃើញឡើយបើធ្វើដូច្នោះនោះអ្នករាល់គ្នាគ្មានរង្វាន់នៅនឹងព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅឋានសួគ៌ទេដូច្នេះកាលណាអ្នកធ្វើទាននោះកុំឲ្យផ្លុំត្រែនៅមុខអ្នកដោយពួកមានពុតដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំហើយតាមផ្លូវដើម្បីឲ្យមានមនុស្សលោកសរសើរខ្លួននោះឡើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់គេហើយប៉ុន្តែកាលណាអ្នកធ្វើទាននោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្ដាំធ្វើឡើយដើម្បីឲ្យអំពើទានរបស់អ្នកបានស្ងាត់កំបាំងនោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញក្នុងទីសម្ងាត់ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចាក់ច្បាស់បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះហើយឃើញបងប្អូនណាដែលខ្វះខាតតែមិនចេះអាណិតមេត្តាសោះនោះធ្វើដូចម្ដេចឲ្យសេចក្តីស្រឡាញ់នៃព្រះបានស្ថិតក្នុងអ្នកនោះបានពួកកូនតូចៗអើយយើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដីឬដោយបបួលមិត្តប៉ុណ្ណោះឡើយគឺដោយការប្រព្រឹត្តនិងសេចក្តីពិតវិញគឺយ៉ាងនោះឯងដែលយើងនឹងដឹងថាយើងកើតមកពីសេចក្តីពិតហើយយើងនឹងបានកំឡាចិត្តនៅចំពោះទ្រង់ផងកុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរបាត់មនុស្សវាចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ាតែឯមនុស្សទៀងត្រង់នោះទ្រង់ជាមិត្តនឹងគេវិញ